ស្ថិតក្នុងពាក់កណ្ដាលយុគសម័យវប្បធម៌បែបប្រពៃណីប្រទេសកម្ពុជាកំពុងកសាងខ្លួនឆ្ពោះទៅរកការអភិវឌ្ឍជឿនលឿនលើពិភពលោកវិស័យជាច្រើនដែលមានសក្តានុពលនៅក្នុងប្រទេសត្រូវបានយកចិត្តទុកដាក់និងផ្ដោតលើការអភិវឌ្ឍជាមួយនឹងកំណើនការអភិវឌ្ឍនេះវិស័យផលិតកម្មជ្រូកនៅក្នុងប្រទេសជាឧស្សាហកម្មមួយយ៉ាងសំខាន់ដែលកំពុងបង្កើនល្បឿនបរិមាណនិងគុណភាពដើម្បីបំពេញតម្រូវការស្បៀងអាហារទាំងក្នុងនិងក្រៅប្រទេសសេចក្តីត្រូវការសាច់ជ្រូកសម្រាប់ប្រជាពលរដ្ឋដែលមានកំណើនច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃបានបង្កើនសន្ទុះផលិតកម្មជ្រូកក្នុងស្រុកនិងជំរុញការប្រកួតប្រជែងកាន់តែខ្លាំងក្លាឡើងការវិនិយោគថ្មីៗជាច្រើននៅក្នុងផលិតកម្មជ្រូកគឺជាការចាំបាច់សម្រាប់ធានានូវគុណភាពនៃការប្រកួតប្រជែងនិងជោគជ័យនៅលើទីផ្សារដើម្បីចូលរួមការអភិវឌ្ឍវិស័យចិញ្ចឹមជ្រូកនៅក្នុងប្រទេសកម្ពុជាបាទគម្រោងអភិវឌ្ឍសហគ្រាសខ្នាតតូចបំផុតខ្នាតតូចនិងខ្នាតមធ្យមនៃអង្គការ DAI ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិបាទសូមធ្វើការបង្ហាញជូននៅខ្សែវីដេអូបណ្ដុះបណ្ដាលស្ដីអំពីការបង្កាត់សិប្បនិម្មិតជ្រូកដូច្នេះចង់ដឹងថាតើការបង្កាត់បែបសិប្បនិម្មិតនេះមានលក្ខណៈបែបណាសូមអញ្ជើញទស្សនិកជនទៅតាមដាននិងទស្សនាខ្សែវីដេអូនេះទាំងអស់គ្នាដោយតទៅបាទសូមអញ្ជើញការបង្កាត់ពូជជ្រូកមានពីរប្រភេទគឺការបង្កាត់តាមបែបធម្មជាតិនិងការបង្កាត់តាមបែបសិប្បនិម្មិតការបង្កាត់តាមបែបសិប្បនិម្មិតគឺជ្រូកបាមិនបង្កាត់ដោយផ្ទាល់ជាមួយនឹងជ្រូកមេទេជាមួយនឹងការបង្កាត់បែបនេះគឺស្ពែមរបស់ជ្រូកបាត្រូវបានគេប្រមូលទុករួចហើយដាក់បញ្ចូលតាមរយៈលឹងសិប្បនិម្មិតទៅក្នុងស្បូនរបស់ជ្រូកមេដែលកំពុងតែរកឈ្មោះទុកជាការពិតណាស់បច្ចេកទេសនៃការបង្កាត់សិប្បនិម្មិតជ្រូកជាវិធីដ៏ល្អនិងទំនើបសម្រាប់ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកខ្នាតតូចបំផុតខ្នាតតូចនិងខ្នាតមធ្យមទាំងអស់វិធីនេះមានគុណភាពបំផុតសម្រាប់ប្រទេសជឿនលឿនក្នុងពិភពលោកកំពុងតែអនុវត្តដូច្នេះអាជីវករចិញ្ចឹមជ្រូកទាំងអស់នៅក្នុងប្រទេសកម្ពុជាគួរតែយកវិធីនេះមកប្រើប្រាស់ដោយប្រើបាពូជតែមួយសម្រាប់ដាក់ពេលជាច្រើនកត្តាគ្រោះថ្នាក់មានតិចនិងកាត់បន្ថយការចំណាយបង្កើនទិន្នផលខ្ពស់នៅក្នុងផលិតកម្មជ្រូកដោយសារតែស្ពែមត្រូវបានពិនិត្យមុនពេលបង្កាត់ដូច្នេះអត្រាជាប់ខ្ពស់និងពូជល្អៗត្រូវបានជ្រើសរើសអាចផ្សព្វផ្សាយពូជល្អពាសពេញពិភពលោកអាចដឹកជញ្ជូនតាមផ្លូវឆ្ងាយទៅដល់កសិដ្ឋានជាច្រើនអាចនាំស្ពែមពូជល្អមកពីបរទេសបានយ៉ាងងាយស្រួលសុវត្ថិភាពពីការរីករាលដាលនៃជំងឺដែលបង្កពីជ្រូកបាមេមានសុខភាពល្អមិនអាចបាក់ជើងឬចង្កេះដែលបណ្ដាលមកពីការពាក់ផ្ទាល់ពីបាមធ្យមភាពកូនក្នុងសម្បុកច្រើនបើប្រៀបធៀបទៅនឹងការបង្កាត់បែបធម្មជាតិអត្ថប្រយោជន៍នៃការបង្កាត់សិប្បនិម្មិតមានដូចខាងក្រោមនេះទី1បាគឺมันអាចពាក់ direct ទៅលើមេទេយើងឃើញថាមេអត់មានខូចចង្កេះឬបាក់ជើងស្ពែមត្រូវបានត្រួតពិនិត្យបានត្រឹមត្រូវបាយើងគឺមានវ៉ាក់សាំងគ្រប់គ្រាន់ចំពោះលឹងសិប្បនិម្មិតដែលយើងបង្កាត់ហើយយើងត្រូវបោះចោលយើងមិនអាចប្រើបានខ្លាចឆ្លងមេរោគមានន័យថាយើងអាច steril ឬយើងអាចសម្លាប់មេរោគលឹងនោះហើយអាចទៅបង្កាត់មេផ្សេងទៀតធ្វើឲ្យមេមានកូនច្រើនអត្រាជាប់ខ្ពស់បំផុតឧបករណ៍ចាំបាច់សម្រាប់ការបង្កាត់សិប្បនិម្មិតរួមមានអ្នកសម្រាប់បាឡើងកែវក្រិតត្រង់ស្ពែមមីក្រូទូសថ្លាយឡាម៉ែលនិងពីប៉ែតដបនិងផ្លោកស្ពែមលឹងសិប្បនិម្មិតទូសម្រាប់ក្លាសេស្ពែមទូសម្រាប់សម្ងួតកែវម៉ាស៊ីនសម្រាប់គណនាចំនួនដូសស្ពែមដើម្បីធ្វើការបង្កើតសិប្បនិម្មិតជ្រូកបានគេចាំបាច់ត្រូវតែមានស្ពែមដែលល្អគ្រប់គ្រាន់សម្រាប់ដាក់បញ្ចូលក្នុងស្បូនមេជ្រូកដែលកំពុងតែរកឈ្មោះទុក ដ
ដូច្នេះដំបូងគេត្រូវមានបាដែលធ្វើការបង្ហាត់ជាមួយធ្នាក់ដើម្បីយក spam នោះ ក្នុងការបង្ហាត់បាឲ្យឡើងធ្នាក់នោះយើងមានវិធី4យ៉ាងវិធីទី1គឺដោយប្រើអ្នកឈើនេះគឺយើងត្រូវយកទឹកនោមរបស់សត្វដែលរកឈ្មោលយកមកលាបនៅលើនឹងឬទឹកស្ពាមរបស់បាដែលចេះឡើងហើយលាបនៅលើនឹងហើយយើងសែងធ្នាក់នេះចូលមកក្នុងទ្រុងបាបន្ទាប់មកដេញបាចូលឲ្យនៅគៀកធ្នាក់បាហាត់ក្លិនបន្ទាប់មកបានឹងមានអារម្មណ៍ក្នុងរយៈកាល15នាទីក្រោយបានឹងអាចឡើងធ្នាក់ប៉ុន្តែបើសិនណាជាបាមិនឡើងធ្នាក់នោះយើងមានវិធីមួយទៀតគឺយើងត្រូវច្របាច់ផ្នែកខាងចុងនៃលឹងឬម៉ាស្សាវាបន្ទាប់មកបានឹងឡើងធ្នាក់ប៉ុន្តែបើសិនណាជាបានៅតែមិនឡើងធ្នាក់ទៀតនោះយើងមានវិធីទី2គេហៅថាវិធីដោយប្រើមេជ្រូករកឈ្មោះស៊ុបយើងដេញមេជ្រូកចូលមកនៅទទឹមនឹងធ្នាក់បន្ទាប់មកពេលនោះបានឹងហាត់ក្លិនមេដែលកំពុងតែរកឈ្មោះស៊ុបនោះបានឹងឡើងលើមេជ្រូកដែលកំពុងតែរកស៊ុបហើយពេលនោះយើងយក spam វាដោយច្របាច់ផ្នែកខាងចុងពេលនោះ spermatozoid វានឹងចេញមកបន្ទាប់មកយើងយកតែ 50cc ប៉ុណ្ណោះហើយយើងនឹងលើកវាមកដាក់នៅលើធ្នាក់បន្ទាប់មកយើងយកតែ 50cc ទៀតយើងដេញមេជ្រូកចេញហើយនឹងយើងដេញបាឲ្យចុះពីលើធ្នាក់បន្ទាប់មកបានឹងឡើងពាក់លើធ្នាក់វិញហើយវិធីនេះបើសិនណាជាមិនបានជោគជ័យទៀតយើងត្រូវប្រើមនុស្សគឺយើងត្រូវប្រើខ្នងរបស់មនុស្សមានន័យថាយើងឲ្យមនុស្សក្រាបនៅលើធ្នាក់ឬក្រាបនៅលើផ្ទៃនៃស៊ីម៉ង់បន្ទាប់មកយើងនឹងធ្វើការម៉ាស្សានៅលើផ្នែកខាងចុងនៃលឹងពេលនោះបានឹងអាចឡើងពាក់លើមនុស្សបន្ទាប់មកយើងសែងវាឬលើកវាមកដាក់នៅលើធ្នាក់យើងអាចយក spam បានក្រៅពីនេះបើវិធីនេះយើងអត់បានជោគជ័យទៀតយើងត្រូវប្រើថ្នាំគឺជាប្រភេទថ្នាំអុកម៉ូនឬប្រភេទថ្នាំសម្រើបដំណាក់កាលទី1ពេលដែលបាឡើងយើងច្របាច់ទឹកនោមដែលនៅក្នុងគេហៅថាពហួររបស់លឹងឲ្យចេញអស់តមកយើងម៉ាស្សាជ្រុកដើម្បីឲ្យវាមានអារម្មណ៍ខ្លាំងរួចហើយយើងកានខាងចុងនៃលឹងរបស់បាច្របាច់ឲ្យជាប់ហើយឲ្យណែននៅផ្នែកខាងចុងដោយម្រាមដៃទាំងពីរហើយយើងធ្វើការជូតសម្អាតនៅផ្នែកជុំវិញក្នុងរយៈកាល1នាទីយើងជូតសម្អាតផ្នែកជុំវិញពេលនោះ spermatozoid នឹងធ្លាក់ចេញមកហើយយើងយកតែ 50cc ប៉ុណ្ណោះចូលដំណាក់កាលទី2បាច់ដោយនាងដៃនិងកូនដៃប្រហែលជា5វិនាទីក្រោយឡើង spermatozoid ឬមេជីវិតនឹងហូរចេញមកដំណាក់កាលទី3យើងច្បាច់លឹងវាដោយម្រាមដៃខ្លាំងគឺម្រាមដៃកូនដៃនិងនាងដៃហើយមេជីវិតនៅបឋមអ្វីមេជ័យចំនួនវាពី90ទៅ100cc ចំនួនមេជីវិតក្រោយពីបាចេះឡើងធ្នាក់ហើយយើងអាចយក spam នោះបានក្នុងមួយសប្តាហ៍មួយដងចំនួន100ទៅ 150cc ចំពោះបាដែលមានអាយុក្រោម1ឆ្នាំ
បើសិនជាបាមានអាយុចាប់ពី1ឆ្នាំឡើងទៅយើងអាចយក spam បានពី250ទៅ350 cc ក្នុងរយៈពេល2ទៅ3ដងក្នុងមួយសប្តាហ៍សម្ភារៈទាំងអស់នេះគឺត្រូវបានប្រើសម្រាប់ធ្វើការបង្កាត់សម្បត្តិនិមិត្តជ្រូករួមមានមីក្រូទស្សន៍សម្រាប់ត្រួតពិនិត្យមេជីវិតរបស់សត្វឈ្មោលហើយកែវក្រិតសម្រាប់ប្រើក្នុងការលាយសូលីស្យុងមេជីវិតជាមួយនឹងចំណីហើយយើងមានទឹកបិទសម្រាប់លាយជាមួយនឹងមេចំណីហើយយើងមានឡាម៉ែហើយនឹងស្លាយសម្រាប់ប្រើជាមួយនឹងមីក្រូទស្សន៍ក្រៅពីនោះយើងមានលឹងសម្បត្តិមិត្តយើងមាន3ប្រភេទគឺភេទសម្រាប់មេកំមុំទី2គឺសម្រាប់មេចាស់ភេទនេះគឺយើងប្រើរួមគ្នារវាងមេកំមុំនិងមេចាស់ហើយយើងមានផ្លោកនេះគឺកម្រិតវាគឺ 100cc មានន័យថាមួយដុស 100 ml សម្រាប់មេមួយហើយក្រៅពីនោះយើងមានទែម៉ូម៉ែត្រសម្រាប់ត្រួតពិនិត្យកម្ដៅសូលីស្យុងចំណី spam ហើយក្រៅពីនោះគឺយើងមានពីយ៉ូហើយនឹងមានម៉ាស៊ីនសម្ងួតបំពង់កម្ដៅហើយនឹងបំពង់ nitrogen នេះគឺជាប្រភេទចំណីរបស់បាហើយចំណីនេះគឺយើងដំបូងយើងហែកវាយើងចាក់ចូលទៅក្នុងកែវក្រិតយើងយកទឹកបិទចំនួន1លីត្រចាក់ចូលក្នុងកែវក្រិតបន្ទាប់មកយើងកូរសូលីស្យុងនេះឲ្យវាក្នុងល្បាយតែមួយតមកយើងចាក់ចូលទៅក្នុងកែវមួយទៀតហើយយើងយកវាទៅកម្ដៅក្នុងបំពង់ទឹកក្ដៅដើម្បីទុកឲ្យវាឡើងសីតុណ្ហភាព38ហើយ spam ដែលយើងយកពីបាជ្រូកមាន38ដូច្នេះយើងអាចលាយចូលគ្នាបានគឺដូចមាននៅក្នុងទែម៉ូម៉ែត្រនេះកម្ដៅ38យើងយកសូលីស្យុងដែលបានកម្ដៅហើយយើងដាក់លាយជាមួយនឹងមេជីវិតរបស់វាលាយសូលីស្យុងហើយយើងកូរវាថ្នមបន្ទាប់ជាលាយសូលីស្យុង spam រួចហើយយើងយក spam មួយដំណក់ដាក់ទៅលើមីក្រូទស្សន៍តមកយើងយកឡាម៉ែដាក់នៅលើហើយត្រួតពិនិត្យនៅគុណភាពរបស់ spam ការត្រួតពិនិត្យគុណភាពរបស់ spam យើងពិនិត្យទៅលើ4ចំណុចទី1ភាពរស់មានន័យថាយើងយកវាចាប់ពី75%ឡើងទៅរហូតដល់ 100% ទី2យើងមើលភាពកកស្អិតនៃ spam មានន័យថាយើងមើលភាពងាប់ហើយទី3យើងមើលចលនាទី4យើងមើល spam មិនធម្មតាក្រោយពីពិនិត្យនៅក្នុងមីក្រូទស្សន៍ហើយយើងអាចសន្និដ្ឋានថា spam នេះមានភាពរស់ 95% ហើយនឹងចលនាស្ថិតក្នុងលំដាប់លេខ4មានន័យថា spam ល្អបំផុតដូច្នេះយើងអាចធ្វើការបង្កើតសម្បត្តិនិមិត្តបានបន្ទាប់ពីយើងអាចមើលដឹងថា spam ដែលយកមកនេះមានលក្ខណៈល្អគ្រប់គ្រាន់ហើយគេអាចយកវាទៅធ្វើការបង្កាត់ភ្លាមៗនិងអាចរក្សាវាទុកសម្រាប់ការបង្កាត់ពេលក្រោយៗទៀតដើម្បីរក្សាទុក spam ឲ្យបានល្អសម្រាប់ការបង្កាត់ពេលក្រោយយើងត្រូវលាយជាមួយចំណីរបស់វាទៅធ្វើការបង្កាត់ដើម្បីធានាគុណភាពនៃការបង្កាត់
វាពឹងផ្អែកលើកត្តាចម្បងចំនួន3គឺទី1គឺការត្រួតពិនិត្យមេរោគឈ្មោលឲ្យបានច្បាស់លាស់ដោយយើងចេះពិនិត្យមើលសញ្ញានៃការរោគឈ្មោលពិតប្រាកដរបស់មេឧទាហរណ៍មេមិននៅស្ងៀមនៅក្នុងទ្រុងមេពាក់គេពាក់ឯងដំបែឡើងក្រហមនិងរីកធំពិសេសមេក្រមុំមានទឹកលំអិលថ្លាហូរចេញមេមិនស្រែកនៅពេលដែលគេសង្កត់ទៅលើវាទី2ការជ្រើសរើសពេលវេលាក្នុងការបង្កាត់ដោយធ្វើតេស្តមេជ្រូក2ដងក្នុងមួយថ្ងៃដេញបាឲ្យមកពីមុខវាហើយឡើងជិះឬយកដៃសង្កត់ទៅលើផ្នែកខាងក្រោយធ្វើយ៉ាងណាដាក់បានៅចំពីមុខដើម្បីមេជ្រូកឃើញឬឮសំឡេងនិងក្លិនការបង្កាត់2ដងក្នុងមួយថ្ងៃរយៈពេល8ទៅ12ម៉ោងបន្ទាប់ពីការបង្កាត់លើកទី1បើសិនការបង្កាត់តែម្ដងត្រូវធ្វើបន្ទាប់ពីវារោគឈ្មោល24ម៉ោងទី3គឺការរៀបចំទុកដាក់និងបញ្ចូលស្ពែមទៅក្នុងពោតមេជ្រូកឲ្យបានត្រឹមត្រូវតាមបច្ចេកទេសយើងមានលឹងសិប្បនិមិត្តដើម្បីធ្វើការបញ្ចូលស្ពែមទៅក្នុងពោតមេជ្រូកមុននឹងសូកលឹងសិប្បនិមិត្តចូលយើងត្រូវ1លាងសម្អាតជុំវិញដំបែដោយទឹកស្អាត2ជូតសម្អាតវាជាមួយនឹងក្រដាសអនាម័យឲ្យបានស្ងួត3សូកលឹងសិប្បនិមិត្តចូលថ្នមដោយតាមចលនាឆ្វេងចូលក្នុងជម្រៅពីទឹក4ពេលសូកលឹងសិប្បនិមិត្តចូលត្រូវធ្វើចលនាម៉ាស្សាផ្នែកពោះឬកន្ទោមដោះពេលបង្កាត់ហើយត្រូវបង្វិលតាមចលនាស្ដាំហើយទះគូតជ្រូកដើម្បីឲ្យស្ពោតបិទលោកស្រីអ្នកនាងកញ្ញាបានទស្សនានៅវីដេអូបណ្ដុះបណ្ដាលស្ដីអំពីបច្ចេកទេសនិងគុណភាពនៃការបង្កាត់សិប្បនិមិត្តជ្រូករួចមកហើយការបង្ហាញទាំងនេះគឺជាមេរៀនមួយសម្រាប់ម្ចាស់កសិដ្ឋានក៏ដូចជាអាជីវករចិញ្ចឹមជ្រូកមួយចំនួនដែលមានបំណងចង់យកទៅអនុវត្តនៃបច្ចេកទេសនេះឥឡូវនេះដើម្បីឲ្យកាន់តែជ្រាបច្បាស់ថាលទ្ធផលទទួលបានជោគជ័យយ៉ាងណានោះសូមអញ្ជើញទស្សនិកជនទៅជួបនឹងម្ចាស់កសិដ្ឋានផ្ទាល់តែម្ដងបាទសូមអញ្ជើញដំបូងឡើងគឺយើងចាំបាច់លក្ខណៈធម្មជាតិចាចំលក្ខណៈធម្មជាតិហ្នឹងផលលំបាកពេលឲ្យជ្រូកវាអាចឆ្លងមេរោគបាយើងអត់សូវស្រួលអញ្ចឹងហើយអត្រាជាប់ពីកូននេះដូចតិចបើយើងកាត់តាមសិប្បនិមិត្តគឺវាមានកូនសម្បត្តិច្រើនដូចថាមានកត្តាផ្សេងដូចជាយើងបង្កាត់សិប្បនិមិត្តវាអាចជួយឲ្យមេយើងហ្នឹងมันអាចឆ្លងរោគបានដោយសារយើងធ្វើតាមបច្ចេកទេសតាមសិប្បនិមិត្តហ្នឹងបងហើយវាជួយឲ្យកូនហ្នឹងបានច្រើនចាពេលណាយើងចង់បានបាពីប្រទេសផ្សេងយើងអត់ចាំបាច់ទិញជ្រូកមកទាំងមូលចាគឺយើងទិញតែស្ពែមរបស់វាមកហើយយើងចេះបង្កាត់សិប្បនិមិត្តអញ្ចឹងយើងយកតែស្ពែមពូជល្អពីស្រុកគេមកយើងបង្កាត់មួយជ្រូកយើងទៅយើងបានពូជល្អដែរការដំបូងការខ្ញុំចំមេ6ហ្នឹងគឺបង្កាត់តាមធម្មជាតិហើយបង្កាត់ដំបូងធម្មជាតិហ្នឹងគឺវាមានលក្ខណៈពិបាកព្រោះនៅពេលដាក់យកមេម្ដងវាថាមកផឹកហ្នឹងដោយមេ2គឺវាត្រូវការមកផឹកហ្នឹងហ្មងសម្រាប់ដាក់មេ2ហ្នឹងហ្មងហើយពិបាកដាក់ទៅបើជួនកាលបាគេធំពេកមេយើងនៅកមុំទូចពេកអញ្ចឹងជើងអន់បន្តិចគឺអាចខិចចកេះបាច់កេះឬឆ្លោះជើងអីបានហើយបើការមកដាក់ហ្នឹងគឺថាជួនកាលបាគេហ្នឹងមានជំងឺបានយើងមកឆ្លងមេជ្រូកយើងនៅនេះអាចឆ្លងឲ្យខូចទាំងមិនទាំងមេជ្រូកទាំងកូនជ្រូកទាំងជ្រូកតាច់ឆ្លងពេញធុងតែម្ដងថាការបង្កាត់សិប្បនិមិត្តវាស្រួលវាថាឥឡូវគេគ្រាន់តែយកធុងទឹកកកមកយកកញ្ចប់ស្ពែមមកយកមកបង្កាត់ឲ្យយើងគឺក្នុងមួយផ្លែគឺបង្កាត់បានមេ2 3ហើយស្រួលមកដាក់ល្អសិប្បនិមិត្តហើយទៅវាដូចថាបានជាប់ល្អជាងធម្មជាតិជាងការដាក់ម្ដង2ដងអញ្ចឹងអត់ជាប់ទេព្រោះអីធម្មជាតិហ្នឹងវាប្រើទៅវាមានជំងឺអាចឆ្លងមកជ្រូកយើងហើយដល់ពេលវាដាក់មកដាក់អញ្ចឹងវាមានអាចចំការល្អិលបាក់ចកេះមេក៏មានហើយដាក់ទៅគឺបានមិនសូវមានប្រសិទ្ធភាពដូចបានសិប្បនិមិត្តទេបានសិប្បនិមិត្តដាក់ទៅដឹងថាបានហើយគឺថាបាន99%